នេះគឺជា Toyota Hilux Revo ចំនួន3ដែលដំឡើងដោយដៃវិស្វករខ្មែរនៅក្នុងប្រទេសកម្ពុជារបស់យើងផ្ទាល់តែម្ដងចង់ដឹងថាតើវាមានសមត្ថភាពខ្លាំងអស្ចារ្យកម្រិតណាទៅតេស្ត drive មួយខ្ញុំទាំងអស់គ្នាខ្ញុំភ័យខ្ញុំនឹងជន់ហ្គាមកទៅហឹងហើយដល់នោះខ្ញុំជន់ប្រាំងមកទៅហឹងវ៉ាទៅអើយសាក់បួងមួយមកតែចេះបួងហ្នឹងវ៉ាអីលយឡាន pick up យើងតែងតែចំណាំថាពេលជិះអត់ដាក់អីវ៉ាន់អីធ្ងន់អញ្ចឹងជិះទៅវាអត់សូវ comfort វាឃ្លីងឃ្លោងប៉ុន្តែនេះអត់ហងបងប្អូនទាំងអស់គ្នានៅពេលដែលយើងចង់ទិញរថយន្តធម្មតាយើងតែងតែមកបើកបរសាកល្បងហើយប៉ុន្តែឱកាសក្នុងការសាកល្បងនៅលើផ្លូវបែបនេះគឺមិនងាយមានទេដោយសារតែថ្ងៃ4ថ្ងៃ5នេះគេរៀបចំផ្លូវដែលមានគ្រោះមានផុកមានឡើងចំណោទមានអីឲ្យយើងតេស្តមកចប់អញ្ចឹងបងប្អូនដែលចង់សាកល្បងចង់ដឹងពីបទពិសោធន៍ពិតក្នុងការប្រើប្រាស់ផ្លូវជាមួយនឹងរបៀបរបបដែលបងប្អូនបើកឬក៏អត់បងប្អូនអាចមកធ្វើការបើកបរសាកល្បងបានសម្រាប់ព័ត៌មានលម្អិតខ្ញុំនឹងដាក់នៅលើអេក្រង់នេះជូនបងប្អូនទាំងអស់គ្នាឥឡូវដល់ពេលខ្ញុំបើកម្ដងអ្នកទាំងអស់គ្នា first impression គឺថាចកោតល្អហ្មងដោយសារនេះជាចកោតអេឡិចត្រូនិកអញ្ចឹងវិញ្ញាសាទី1នេះគឺយើងបុកហ្គាអ្នកទាំងអស់គ្នាខ្ញុំភ័យអញ្ចឹងអ្នកគ្នាខ្ញុំនឹងជន់ហ្គាមកទៅហឹងហើយដល់នោះខ្ញុំជន់ប្រាំងមកទៅហឹងអូខេ1 2 3វ៉ាទៅអើយអានេះខ្សែក្រវ៉ាត់ពេលយើងជន់ប្រាំងខ្លាំងខ្សែក្រវ៉ាត់ហ្នឹងវានឹងរឹតខ្លួនយើងដែរអានេះកុងទ័រ30ប៉ុន្តែយើងចោះកលុបសាក់បួងមួយមកតែចេះបួងហ្នឹងវ៉ាវចកោតធូរស្រួលអូអីលយអូអែមអញ្ចឹងអ្នកនរគ្នាឥឡូវយើងនៅចូលទៅក្នុងម៉ាត់ម៉ូតហើយយើងទៅផ្លូវផុកអូខេអញ្ចឹងពេលយើងដាក់ 4L អ្នកនរគ្នាវានឹងមានរកម៉ូតឲ្យយើងហើយលើថ្មនេះយើងទប់តែប្រាំងបានហើយមិនចាំជន់ហ្គាក៏បានដែរហើយយើងមានអារម្មណ៍ថាវាឃ្លីងឃ្លោងមែនតែយើងអង្គុយ comfort ធម្មតាអត់អីតុនខ្លាំងហ្មងអញ្ចឹងយើងចោះកលុកជ្រៅនេះគឺម៉ូតរកម៉ូតដដែលធម្មតាកលុកធំៗហ្នឹងគ្នាកលុកដំរីញាសានេះគឺថាហើបកង់មកចំហៀងហ្មងគ្រូគាត់ថាឲ្យយើងចកោតតែត្រង់ហើយប៉ុន្តែពេលខ្ញុំបើកវាទាញដៃដែរចកោតលេចតិចមែនប៉ុន្តែវាមាន haptic feedback មកវិញហ្នឹងនេះអូខេសលេងស្ងាត់ល្អអត់យើងជិះផ្លូវដីផ្លូវគ្រោះតែវាអត់មានឮសលេងកង់សលេងថ្មសលេងអីចូលជាទូទៅឡាន pick up យើងតែងតែចំណាំថាពេលជិះគ្នាតិចឬក៏អត់ដាក់អីវ៉ាន់អីធ្ងន់អញ្ចឹងជិះទៅវាអត់សូវ comfort វាឃ្លីងឃ្លោងប៉ុន្តែនេះអត់ហងតុនបូមតុនស្រួលដូចមិនថាខ្ញុំគិតថាពេលដែលយើងដាក់ធ្ងន់រត់តែជិះរត់តែ comfort ជាងហ្នឹងទៀតចឹងបន្ទាប់ពីបានបើកបរសាកល្បងមិញនេះខ្ញុំមានចំណុចមួយចំនួនចង់ចែកជូនទៅដល់បងប្អូនទាំងអស់គ្នាអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺទី1ចកោតគឺធូរខ្លាំងមែនទែនដោយសារតែជំនាន់នេះគេបានបដូរមកប្រើជាចកោតអេឡិចត្រូនិកវិញហើយចំពោះផាសុខភាពក្នុងការបើកបរក៏ងាយស្រួលដែរខ្ញុំតែងតែឮបងប្អូនយើងនិយាយដែរថាឡាន pick up ធម្មតានៅពេលដែលយើងជិះគ្នាតិចគឺវាអត់សូវមានផាសុខភាពទេតើតែយើងដឹកធ្ងន់ប៉ុន្តែឡាននេះអត់ទេបងប្អូនទាំងអស់គ្នាមិញខ្ញុំជិះ4នាក់ប៉ុន្តែការបើកបរផ្លូវអាលាក់ផ្លូវកលុកអីគឺវាអត់មានយល់អត់មានខ្ទាស់យើងឡើងមកវិញធ្វើឲ្យការអង្គុយរបស់យើងអត់ផាសុខភាពអីគឺអត់មានទេងាយស្រួលមែនទែនហើយម្យ៉ាងវិញទៀតចំពោះម៉ូតបើសិនជាបងប្អូនឧទាហរណ៍ថាយើងអត់សូវច្បាស់ក្នុងការបើកកាត់ផុកកាត់ថ្មឡើងចំណោទអីគឺវាមានម៉ូតស្ដាប់ឲ្យយើងគ្រាន់តែបដូរចូលទៅក្នុងម៉ូតហ្នឹងទៅឡានវាដំណើរការស្ទើរតែស្វ័យប្រវត្តិបាត់ទៅហើយយើងគ្រាន់តែ control ទៅលើប្រាំងទៅលើ gear ទៅលើចកោតតិចតួចគឺឡានវាទៅមុខដោយសុវត្ថិភាពតែម្ដងចំពោះទីតាំងក៏ដូចជាការចុះឈ្មោះបើកបរសាកល្បងសូមបងប្អូន scan QR ដែលមានបង្ហាញនៅលើអេក្រង់នេះ